វប្បធម៌ដោះដូរទំនិញបែបបុរាណដោយមិនប្រើលុយកាក់នោះកំពុងបន្តប្រតិបត្តិនៅឡើយនៅក្នុងទីផ្សារមួយកន្លែងរបស់ប្រទេសតូហ្គោនៃទ្វីបអាហ្វ្រិកភាគខាងលិចអាជីវករនិងអតិថិជននៅក្នុងផ្សារនេះនៅតែបន្តដោះដូរទំនិញគ្នាទៅវិញទៅមកដូចជាពោតបន្លែត្រីនិងគ្រឿងឧបភោគបរិភោគផ្សេងទៀតអាជីវករនិយាយថាផ្សារដោះដូរទំនិញនេះដើរតួនាទីសំខាន់ណាស់នៅក្នុងសហគមន៍របស់គាត់ហើយថាមានអ្នកមកដោះដូរទំនិញនៅទីនេះតាំងពីប្រទេសហ្គាណានិងបេនីនជាដើមផ្សារដោះដូរទំនិញនេះត្រូវបានបង្កើតឡើងនៅដំណើរការជាង1សតវត្សទៅហើយគឺតាំងពីមុនសម័យអាណានិគមហើយជាផ្សារដែលមានតែមួយគត់នៅក្នុងទ្វីបអាហ្វ្រិកអាជ្ញាធរបាននិយាយថាប្រពៃណីដោះដូរទំនិញបែបនេះគួរតែបន្តអនុវត្តឲ្យបានយូរអង្វែងតទៅមុខទៀតនៅក្នុងផ្សារនេះការដោះដូរទំនិញនិងវត្ថុប្រើប្រាស់ផ្សេងៗដោយមិនប្រើលុយនោះគឺធ្វើឡើងនៅរៀងរាល់ថ្ងៃអង្គារនិងថ្ងៃសៅរ៍